ជំរាបសួរបងទាំងអស់គ្នានេះជាវីដេអូចុងក្រោយនៃមេរៀននៃមុខងារទី1របស់យើងការធ្វើផែនការនៅចុងមេរៀនមុននេះបងបានលើពីការព្រៀបបឋានខាងក្រៅបន្តិចបាទការព្រៀបបឋានខាងក្រៅនេះគឺដើម្បីយើងយល់ពីគេបាទដែលយើងមិនអាចគ្រប់គ្រងគេបានគ្រប់គ្រងបានណាអញ្ចឹងអ្នកគ្រប់គ្រងក៏ត្រូវវិភាគទៅលើកត្តា6យ៉ាងកត្តា6យ៉ាងហ្នឹងគឺមាននយោបាយមួយបាទមានសេដ្ឋកិច្ចមួយសង្គមមួយបច្ចេកវិទ្យាមួយច្បាប់មួយនិងចុងក្រោយគឺបរិស្ថានធម្មជាតិបាទបើយើងដាក់បរិស្ថានទៅទេមជ្ឈដ្ឋានទៅទេក៏បានដែរផ្ដើមពីដំបូងគឺតកតងមួយនឹងនយោបាយយើងចាត់ទុកថាកត្តាដែលជះឥទ្ធិពលខ្លាំងទៅដល់បរិយាកាសវិនិយោគបើប្រទេសមួយមានស្ថិរភាពនយោបាយល្អនោះក្រុមហ៊ុននេះក៏ងាយរកស៊ីដែរក៏ងាយស្រួលនៅក្នុងការធ្វើផែនការដែរក៏ងាយស្រួលក្នុងការរីកចម្រើននាពេលអនាគតផងដែរបាទអញ្ចឹងកាលណាគេនិយាយពីនយោបាយគឺគេពិនិត្យមើលលើស្ថិរភាពរដ្ឋាភិបាលបាទគោលនយោបាយពន្ធដារបាទច្បាប់ពាណិជ្ជកម្មហើយនិងទំនាក់ទំនងអន្តរជាតិដោយឡែកពីសេដ្ឋកិច្ចវិញបាទសេដ្ឋកិច្ចគឺអ្នកគ្រប់គ្រងគាត់ត្រូវដឹងថាតើសេដ្ឋកិច្ចកំពុងរីកចម្រើនឬកំពុងជួបបញ្ហាបាទកត្តានេះជួយឲ្យយើងដឹងថាតើអតិថិជននឹងមានលុយទិញផលិតផលឬសេវាកម្មរបស់យើងដែរឬទេអញ្ចឹងវិភាគទៅលើអ្វីវិភាគទៅលើអត្រាកំណើនសេដ្ឋកិច្ចបាទអត្រាការប្រាក់បាទអតិផរណាហើយនឹងអំណាចទិញរបស់មនុស្សម្នាក់នៅក្នុងទីផ្សារនឹងទី2ទី3យើងនិយាយពីសង្គមកត្តាសង្គមជួយឲ្យយើងយល់ពីចំណង់ចំណូលចិត្តរបស់មនុស្សឧទាហរណ៍ថាបើប្រជាជនកម្ពុជាបច្ចុប្បន្នជាអាយុវ័យច្រើននោះយុទ្ធសាស្ត្រលក់របស់យើងត្រូវតែផ្ដោតទៅលើក្មេងៗបាទយុវវ័យហើយនឹងធ្វើម៉េចឲ្យទាន់សម័យអញ្ចឹងយើងនឹងសិក្សាពីទំនោរវប្បធម៌បាទយើងទៅឆ្វេងយល់ពីកម្រិតអប់រំសុខភាពបាទជាដើមនឹងទី4យើងហៅថាបច្ចេកវិទ្យាកាលណាយើងនិយាយពីបច្ចេកវិទ្យាបាទនៅក្នុងសម័យ Digital ក្រុមហ៊ុនបាទបើក្រុមហ៊ុនគាត់មិនតាមដានបច្ចេកវិទ្យាថ្មីទេនោះយើងត្រូវគេបោះបង់យើងចោលជាក់ជាមិនខានទី5គឺតកតងជាមួយនឹងបាទច្បាប់រាល់អាជីវកម្មទាំងអស់គឺត្រូវគ្រប់ច្បាប់ត្រូវតែគ្រប់ច្បាប់ការយល់ដឹងពីច្បាប់វាជួយឲ្យ business ហ្នឹងបាទណាជួយការពារ business ហ្នឹងគឺជៀសបានពីបញ្ហាវិវាទនានាដែលអាចកើតមានឡើងបាទអញ្ចឹងយើងត្រូវយកចិត្តទុកដាក់បាទទៅលើច្បាប់ការងារច្បាប់ការពារអ្នកប្រើប្រាស់បាទច្បាប់ការពារអ្នកប្រើប្រាស់បាទច្បាប់សុខភាពហើយនិងសុវត្ថិភាពការងារជាដើមចុងក្រោយគឺបរិស្ថានឬក៏ហៅថាបរិស្ថានធម្មជាតិបាទពិភពលោកគឺផ្ដោតទៅលើរឿងបរិស្ថានក្រុមហ៊ុនដែលយកចិត្តទុកដាក់លើអាជីវកម្មបៃតងបាទបងសង្កេតឃើញថាទទួលបានការគ្រប់គ្រងកាន់តែខ្លាំងពីសំណាក់អតិថិជននិងសហគមន៍ទៅបាទនេះជារូបដែលយើងសង្ខេបថាកត្តាទាំង6បាទជាកត្តាដែលជះឥទ្ធិពលខ្លាំងគឺមានរូបបែបនេះបងប្អូនដែលយើងអាចទៅសេបន្តិចនៅពីខាងក្រោមហ្នឹងដោយឡែកយើងនិយាយពីការវិភាគបរិស្ថានខាងក្នុងបាទបរិស្ថានខាងក្នុងគឺបន្ទាប់ពីយើងស្គាល់គេគឺយើងត្រូវងាកមើលខ្លួនឯងបាទងាកមើលខ្លួនឯងច្បាស់លាស់គឺតាមរយៈ
ការវិភាគលើកត្តាសំខាន់6ដែរបាទ6ហ្នឹងគឺមានធនធានមនុស្សដែលយើងដឹងថាមនុស្សហ្នឹងគឺទ្រព្យសកម្មជាទ្រព្យធំបំផុតរបស់ស្ថាប័នអញ្ចឹងយើងត្រូវដឹងថាតើបុគ្គលិកគ្រប់យើងមានសមត្ថភាពក្នុងការបំពេញក្នុងសមត្ថភាពគ្រប់គ្រាន់នៅក្នុងការរុញច្រានផែនការហ្នឹងឲ្យជោគជ័យដែរឬទេបាទធនធានហិរញ្ញវត្ថុគឺការពិនិត្យមើលលើលំហូរសាច់ប្រាក់បាទតើតើមួយដើមទុនបំរុងសមត្ថភាពក្នុងការរកប្រាក់ចំណេញរបស់ធុរកិច្ចដូច្នេះហិរញ្ញវត្ថុហ្នឹងគឺជាក្របរំសេវបាទបើគ្មានទុនគ្រប់គ្រាន់ទេទោះបីមានផែនការល្អយ៉ាងណាក៏មិនអាចដំណើរការទៅមុខបានដែរបាទយើងនិយាយពី operation and production ប្រតិបត្តិការនិងផលិតកម្មបាទយើងត្រូវមើលថាគ្រឿងចក្រនិងបច្ចេកវិទ្យារបស់យើងនឹងគឺមានភាពទាន់សម័យដែរឬទេហើយបើយើងអាចយើងអាចបាទផលិតទំនិញបានលឿនហើយមានគុណភាពក្នុងតម្លៃសមរម្យដែរឬទេបាទហើយបើយើងនិយាយអំពីចំណុចនេះវាមានសារៈសំខាន់ចំពោះអង្គភាពដែលត្រូវសិក្សាទៅលើការដាក់ចេញថ្លៃលម្អឿននៃការផ្ទេរបាទហើយវប្បធម៌អង្គភាពនេះជួយឲ្យបុគ្គលិកហ្នឹងគឺមានសាមគ្គីភាពមានទឹកចិត្តខំប្រឹងធ្វើការហ្នឹងដើម្បីសម្រេចគោលដៅរួមរបស់ក្រុមហ៊ុនបាទរូបភាពយីហោហើយនឹងកេរ្តិ៍ឈ្មោះបាទរូបភាពយីហោហើយនឹងកេរ្តិ៍ឈ្មោះល្អគឺជាទ្រព្យសម្បត្តិដែលមើលមិនឃើញបាទអតិថិជនជឿជាក់លើយីហោយើងនោះការលក់ការពង្រីកទីផ្សារបាទនឹងកាន់តែងាយស្រួលជាងមុនដោយសារយើងយល់ដឹងពីកម្រិតនៃទំនុកចិត្តរបស់អតិថិជនហ្នឹងហើយនឹងភាពល្បាញល្បីនៃ product service របស់យើងនៅលើទីផ្សារអន្តរជាតិចំណុចចុងក្រោយគឺលើកឡើងពីការស្រាវជ្រាវនិងការអភិវឌ្ឍបាទនៅក្នុងសម័យការប្រកួតប្រជែងក្រុមហ៊ុនមិនចេះតែបង្កើតអ្វីដែលថ្មីនិងប្លែកនោះគូប្រជែងនឹងដើមយកទីផ្សារយើងជាមិនខានដូច្នេះវាតម្លៃលើសមត្ថភាពក្នុងការបង្កើតថ្មីការអភិវឌ្ឍផលិតផលហ្នឹងគឺឲ្យស្របតាមតម្រូវការបាទយើងមានរូបមួយដែលនិយាយពីការវិភាគបរិស្ថានខាងក្នុងបាទបងអាចមើលសេចក្តីសង្ខេបនៅកន្លែងហ្នឹងក៏បានបាទស្ដាប់លោកគ្រូនៅ session បាទសំទោសនៅក្នុង slide ហ្នឹងដែរក៏ប៉ុន្តែនៅមុននេះបន្តិចហើយចំណុចចិត្តចុងក្រោយនេះគឺតកតងមួយនឹងជំហាន6នៃដំណើរការរៀបចំផែនការបាទជំហាន6ក្នុងការរៀបចំផែនការដែលបងប្អូនក៏បានឃើញថាការវិភាគបរិស្ថានបច្ចុប្បន្នបាទប្រើប្រាស់ឧបករណ៍ការកំណត់គោលដៅបាទការរៀបចំជម្រើសយុទ្ធសាស្ត្របាទការវិតម្លៃហើយនឹងជ្រើសរើសជម្រើសបាទការដាក់ផែនការឲ្យអនុវត្តនិងការតាមដាននិងវិតម្លៃអនុវត្តបាទលោកគ្រូសង្ខេបខ្លីៗហើយនេះជាបញ្ហាប្រឈមបាទជាបញ្ហាប្រឈមនិងឧបសគ្គក្នុងការធ្វើផែនការដោយលើកឡើងពីបរិស្ថានធុរកិច្ចនឹងប្រែប្រួលលឿនពេកបាទទី1ការខ្វះខាតទិន្នន័យត្រឹមត្រូវទី2បាទទី3គឺផែនការខ្វះភាពបត់បែននិងចុងក្រោយគឺកង្វះការចូលរួមពីបុគ្គលិកបាទនៅចុងបញ្ចប់នៃមេរៀនទី3របស់យើងឃើញថាការធ្វើផែនការគឺជាគ្រឹះនៃ
ភាពជោគជ័យរបស់ស្ថាប័នទោះបីជាមានបញ្ហាប្រឈមខ្លះប៉ុន្តែបើយើងចេះប្រើប្រាស់ឧបករណ៍វិភាគឲ្យបានត្រឹមត្រូវហើយមានភាពបត់បែននោះយើងនឹងអាចនាំបាទមកនៅចំណេះជំនាញបាទជាពិសេសគឺអេយ៉ាបតដឹកនាំឆ្ពោះទៅរកគោលដៅបានសម្រេចបាទហើយលោកគ្រូសូមអរគុណនិស្សិតទាំងអស់គ្នាសម្រាប់ការតាមដានយកចិត្តទុកដាក់យើងជួបគ្នានៅមេរៀនក្រោយទៀតបាទសូមអរគុណ